ទីការទូទីស្នេហាតាមរយៈការមើលបាតដៃទាំងសងខាងប្រសិនបើលោកអ្នកចង់ដឹងអំពីជីវិតឬក៏ចរិតស្នេហារបស់ខ្លួននឹងខ្លាចទៅជាយ៉ាងណានៅមុនពេលរៀបការឬក៏ក្រោយរៀបការរួចលោកអ្នកអាចសាកល្បងធ្វើតេស្តដោយគ្រាន់តែបិទនៅបាតដៃទាំងសងខាងបន្ទាប់មកទៀតមើលភាពខុសគ្នារវាងបន្តស្នេហាទាំងពីរនៅលើបាតដៃហើយទាញចម្លើយដើម្បីទាញរឿងស្នេហារបស់អ្នកនៅថ្ងៃអនាគតប្រសិនបើលោកអ្នកបានតេស្តហើយយើងទៅមើលចម្លើយទាំងអស់គ្នាប្រសិនបើលោកអ្នកគឺជាមនុស្សប្រភេទ A នោះបានន័យថាលោកអ្នកគឺជាមនុស្សដែលមានថាមពលរឹងមាំក្លាហានក្នុងការជជែកជាមួយនឹងដៃគូស្នេហារបស់លោកអ្នកជាពិសេសអ្នកមានចិត្តស្វាហាប់ខ្លាំងដោយពោរពេញទៅដោយថាមពលទាំងក្នុងស្នេហានិងរឿងជីវិតរស់នៅទៀតផងយើងចូលទៅដល់មនុស្សប្រភេទ B ប្រសិនបើខ្សែលោកដៃរបស់លោកអ្នកបញ្ជាក់នៅក្នុងជាងខ្សែបាតដៃប្រភេទ B គឺបានន័យថាអ្នកខ្សោយខាងផ្លូវចិត្តប៉ុន្តែមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបានន័យថាលោកអ្នកគឺជាមនុស្សដែលឆាប់ប៉ះនៅអារម្មណ៍ផ្លូវចិត្តជាខ្លាំងនៅពេលដែលគេនិយាយនៅរឿងដែលមិនសប្បាយចិត្តជាពិសេសគឺនិយាយអំពីចំណុចអវិជ្ជមានរបស់យើងតែម្ដងប៉ុន្តែលោកអ្នកគឺជាមនុស្សដែលស្រឡាញ់មួយដឹកមួយនិងមិនងាយដកចិត្តនោះទេហើយពេលដែលលោកអ្នកមានស្នេហាអ្នកនឹងប្រាយមនុស្សអភិរក្សនិយមថែមទាំងរឹងរូបហើយមិនខ្វល់ច្រើនពីគំនិតអ្នកដទៃឡើយលើសពីនេះជារឿយៗមិនស្ដាប់យោបល់មនុស្សជុំវិញខ្លួនរួមទាំងដៃគូស្នេហារបស់អ្នកផងដែរដោយសារតែអ្នកកើតមានចរិតបែបអភិរក្សនិយមនិងរឹងរូបអ្នកតែងតែចូលចិត្តមនុស្សភេទផ្ទុយដែលចាស់ជាងខ្លួនឬក៏អាយុច្រើនជាងខ្លួនព្រោះគិតថាមានតែភេទផ្ទុយឬក៏ចាស់ជាងខ្លួនប៉ុណ្ណោះទេដែលអាចផ្ដល់នូវអារម្មណ៍ពិតប្រាកដនិងមានសុវត្ថិភាពដល់ខ្លួនហើយលោកអ្នកក៏ជាមនុស្សដែលងាយធ្លាក់ក្នុងអន្លង់ស្នេហ៍និងងប់ងល់ជាខ្លាំងដែលមិនងាយស្រោចស្រង់រួចនោះទេយើងចូលទៅដល់ខ្សែបាតដៃប្រភេទ C ប្រសិនបើលោកអ្នកគឺជាមនុស្សដែលមានខ្សែបាតដៃប្រភេទ C គឺវាបញ្ជាក់បានថាអ្នកគឺជាមនុស្សសុភាពរាបសារពូកែអត់ធ្មត់និងមានអារម្មណ៍ស្ងប់ស្ងាត់បំផុតមិនថានៅក្នុងស្ថានភាពយ៉ាងណានោះទេអ្នកនឹងតែងតែមិនខ្វល់ខ្វាយមិនដែលរអ៊ូរទាំរំខានឬខឹងដល់បុគ្គលណាងាយនោះទេជាពិសេសគឺពូកែអត់ធ្មត់ក្នុងរឿងស្នេហាតែម្ដងហើយលោកអ្នកគឺជាមនុស្សដែលមានគំនិតវែងឆ្ងាយចេះស្រឡាញ់គ្រួសារជាធំពេលមានគ្រួសារអ្នកនឹងចំណាយពេលមើលថែពួកគេដោយយកចិត្តទុកដាក់បំផុតដោយសារតែចរិតមួយនេះអនាគតស្នេហានិងអាពាហ៍ពិពាហ៍របស់អ្នកនឹងមានភាពរលូនកក់ក្ដៅសុភមង្គលបំផុតលោកអ្នកអាចសាកល្បងតាមវិធីការមើលបាតដៃនេះដើម្បីមើលជីវិតឬស្នេហារបស់អ្នករួចហើយជួយខមមិននៅវីដេអូខាងក្រោមតើដូចនៅអ្វីដែលលោកអ្នកជួបប្រទះដែរឬទេសូមអរគុណសម្រាប់ការតាមដានវីដេអូនិងសូមជួយចុច Subscribe Like Share នៅវីដេអូដើម្បីទទួលបាននូវវីដេអូក្រោយៗទៀត